ដំណើរកំសាន្តទៅកាន់កោះស្ដេចរយៈពេលមួយថ្ងៃមួយយប់ហើយជាដំណើរកំសាន្តដែលអត់មានកម្រងទុកសោះហើយក៏ជាដំណើរកំសាន្តដែលដើរលេងគឺត្រូវប្រញាប់រត់រះមកវិញមុនពេលដែលកម្រងដើរលេងនឹងចប់សម្រាប់បងប្អូនដែលមានបំណងចង់ទៅលេងកោះស្ដេចតែអាចបានទៅសោះបងប្អូនអាចមើលវីដេអូរបស់ខ្ញុំពីដើមដល់ចប់បានដោយសារតែវីដេអូនេះគ្រាន់តែជាវីដេអូដែលប្រាប់បងប្អូនពីរបៀបធ្វើដំណើរទៅនិងអ្វីដែលមានអ្វីដែលអាចរកបាននៅលើកោះស្ដេចតែប៉ុណ្្នឹងទេបងប្អូនអញ្ចឹងជាដំបូងការដែលយើងធ្វើដំណើរទៅកោះស្ដេចគឺយើងអាចជិះទូកកតុយវែងបែបនេះអញ្ចឹងមានន័យថាយើងចេញដំណើរពីភ្នំពេញរហូតទៅដល់កន្លែងផែដែលយើងត្រូវឆ្លងទៅកោះស្ដេចហ្នឹងយើងអាចជ្រើសរើសជាទូកកតុយវែងបែបនេះក៏បានបីធ្វើដំណើរទៅកោះស្ដេចហើយរយៈពេលដែលយើងត្រូវធ្វើដំណើរហ្នឹងតាមទូកកតុយវែងហ្នឹងគឺ15ទៅ20នាទីគឺដល់កោះហើយបងប្អូនតែសម្រាប់តម្លៃវិញក្នុងម្នាក់ប្រហែលគឺខ្ញុំអត់បានដឹងទេសំទោសណាបងប្អូនដោយសារតែទៅជាក្រុមហើយអត់បានសួរគេអញ្ចឹងណាតែសម្រាប់បងប្អូនដែលគាត់ទៅគ្នាតិចពី2នាក់អីគាត់អាចជិះទូកតូចនេះហ่าបងប្អូនទូកតូចនេះម្នាក់តែ10000ទេពីកោះទៅគោកពីគោកមកកោះគឺ10000ដូចគ្នាណាបងប្អូនពីការធ្វើដំណើរទៅការរកម្ហូបក៏ជារឿងសំខាន់ដែរនៅលើកោះពេលដែលបងប្អូនឆ្លងទៅដល់ផែហ្នឹងគឺបងប្អូនឃើញហើយគឺមានគេលក់គ្រឿងសមុទ្រស្រស់ៗបែបនេះឯងហើយនៅកន្លែងហ្នឹងក៏គេមានចំអិនឲ្យយើងដែរដូចជានៅយើងទៅកំពង់សោមឬក៏កពតអីចឹងលើពីនេះទៀតណាបងប្អូនកោះស្ដេចគឺជាភូមិដូច្នេះហើយបើសិនជាបងប្អូនចង់ចំអិនម្ហូបមានទាំងអស់មានតាំងពីបន្លែត្រីសាច់គ្រឿងទេសអីហើយសូម្បីតែផ្លែឈើក៏មានដែរអញ្ចឹងគឺស្រួលមែនតែនសម្រាប់បងប្អូនដែលគាត់គិតថាចង់ធ្វើម្ហូបអីចឹងទៀតណាបើយើងនិយាយពីរបស់ញ៉ាំចេបចុបក៏គេមានដែរដូចជានេះចឹងកន្លែងគេលក់ភីហ្សាមួយ10000អីដូចនៅលើគោកចឹងណាហើយក៏មានអាហារផ្សេងៗដែលយើងអាចញ៉ាំជាអាហារធម្មតាមានមីឆាបាយឆាកាទៀវអីចឹងទៅគឺអាហារធម្មតាដែលយើងអត់ចាំបាច់ចំណាយច្រើនទេលើពីហ្នឹងទៀតគឺគេមានហាងលក់ទំនិញតូចធំមានមួយនេះដូចជាខ្ញុំឃើញដូចជាធំជាងគេដោយសារតែកន្លែងនេះគឺមានទាំងលក់សម្ភារៈប្រើប្រាស់ជាកៅអៅជាអីចឹងបើសិនជាបងប្អូនយកកៅអៅទៅអត់គ្រប់អីកុំភ័យគេមានលក់តាំងកៅអៅទៀតហើយសូម្បីតែរបស់សម្រាប់ក្មេងលេងបែបនេះដើម្បីលេងនៅលើឆ្នេរក៏មានដែរបងប្អូននិយាយពីអ្នកចូលចិត្តផឹកកាហ្វេវិញបើសិនអត់រើសកាហ្វេ brand ទេកាហ្វេមានសឹងគ្រប់កន្លែងចង់ផឹកកន្លែងណាក៏បានដែរចឹងចាប់ពីអ្វីដែលអាចរកបានដូចជាម្ហូបអាហារសម្ភារៈផ្សេងៗហើយឥឡូវមកនិយាយពីការធ្វើដំណើរនៅលើកោះវិញអញ្ចឹងសម្រាប់កន្លែងចិត្តការដែលយើងធ្វើដំណើរនៅលើកោះគឺយើងអាចដើរបែបនេះបងប្អូនដូចថាយើងអាចដើរទៅពីកន្លែងដែលយើងស្នាក់នៅទៅកាន់ឆ្នេរហើយយើងអាចដើរលេងក្នុងភូមិពីកន្លែងមួយទៅកន្លែងមួយគឺយើងអាចដើរបានបើចាំបាច់ជិះអីទេហើយចំណែកឯមធ្យោបាយផ្សេងទៀតដែលយើងអត់ចង់ដើរយើងចង់ធ្វើដំណើរតាមអ្វីដែលយើងអាចជិះបានគឺយើងមានជា pass app នៅលើហ្នឹងទៀតណាបងប្អូនហើយមួយទៀតគឺមានទាំងម៉ូតូសម្រាប់ជួលហើយក៏មានទាំងកង់អង្គុយសម្រាប់ជួលដែរសម្រាប់ការជួលកង់អង្គុយនៅលើកោះគឺ1ម៉ោង10000រៀលណាបងប្អូនសម្រាប់ឯទូកដែលបងប្អូនបានឃើញនេះវិញគឺជាប្រភេទទូកធំដែលយើងអាចជួលដើម្បីជិះឆ្លងពីកោះមួយទៅកោះមួយហើយនឹងយើងជិះទៅស្ទូចត្រីនៅសមុទ្របានណាបងប្អូនអញ្ចឹងទូកធំតូចហ្នឹងគឺអាចជាទូកកតុយវិញតូចជាងហ្នឹងក៏បានដែរគឺអាស្រ័យទៅលើបងប្អូនទៅចំនួនប៉ុន្មាននាក់ហើយអាស្រ័យទៅលើដូចថាចំណងចំណូលចិត្តនិងអាស្រ័យទៅលើទូកដែលបងប្អូនអាចរកបានដោយសារតែគ្នាខ្ញុំទៅកាលហ្នឹងគឺច្រើនអញ្ចឹងហើយគឺគេរកទូកធំមួយអញ្ចឹងតែម្ដងគឺធំឲ្យមួយអញ្ចឹងគឺយើងធ្វើដំណើរឆ្លងពីកោះមួយទៅកោះមួយហើយយើងក៏ទៅស្ទូចត្រីនៅលើទូកហ្នឹងដែរហើយម្ដងទៀតបើនិយាយពីតម្លៃខ្ញុំអត់បានសួរដោយសារតែទូកធំហ្នឹងគឺខ្ញុំទៅជាក្រុមណាហើយទៅជាក្រុមហ្នឹងគឺយើងឲ្យខាងធួគេចាត់ចែងឲ្យយើងតែម្ដងអញ្ចឹងយើងអត់ដឹងទេថាតម្លៃប៉ុណ្ណាហើយសម្រាប់បងប្អូនដែលគាត់ទៅគ្នាតិចហើយគាត់គ្រាន់តែមានបំណងចង់ឆ្លងពីកោះមួយទៅកោះមួយដើម្បីលេងទឹកបងប្អូនអាចជិះទូកតូចនេះបាននិយាយទៅគឺម្នាក់10000ម្នាក់10000អញ្ចឹងឯងហើយបើយើងទៅឆ្លងច្រើនកោះអីប្រហែលជាគេសុំថែមអីអញ្ចឹងណាអញ្ចឹងបងប្អូនអាចសាកសួរខ្លួនឯងបាននៅពេលដែលបងប្អូនទៅផ្ទាល់គឺឃើញទូកតូចហ្នឹងគឺសម្បូរនៅកន្លែងផែបងប្អូនសង្ឃឹមថាវីដេអូមួយហ្នឹងមានប្រយោជន៍ដល់បងប្អូនកុំភ្លេចចាំមើលវីដេអូក្រោយដែលប្រាប់បងប្អូនពីកន្លែងកម្សាន្តនិងសកម្មភាពផ្សេងៗ